ប្រិយមិត្តទាំងអស់គ្នាដឹងពីទុកលំបាកអ្នកដែលគាត់ធ្វើការបើកឡានតុងតឺន័រធំដឹកទំនិញពេលយប់ឬទេគឺគាត់ងងុយគេងយ៉ាងណាក៏គាត់អត់ហ៊ានគេងដែរស្មារតីត្រូវតែរឹងហើយនៅពេលដែលគាត់គេងគាត់ត្រូវគេងនៅក្នុងឡានទៀតប្រពេលដែលគាត់បើកឡានទៅកន្លែងឆ្ងាយៗឬមួយក៏កន្លែងណាដែលតំបន់ដែលមានបញ្ហាផ្សេងៗឬគ្រោះថ្នាក់ផ្សេងៗគាត់ត្រូវធ្វើការដឹងពីច្បាប់ទម្លាប់នៅក្នុងការឆ្លងកាត់ផ្លូវនោះពុំដូច្នោះទេនឹងជួបរឿងដែលលំបាកហើយបើសិនជាពេលយប់មានអ្នកហៅឡានគាត់មិនងាយនឹងចោះទេពីព្រោះនេះគឺជាការការពារសុវត្ថិភាពរបស់គាត់តើសាច់រឿងយ៉ាងដូចម្តេចតោះតាមដានទស្សនាទាំងអស់គ្នាក្នុងឆ្នាំ2022ការសិក្សារបស់ខ្ញុំក៏បានចេញលទ្ធផលមកដូចជាមិនសូវល្អទេគ្រួសាររបស់ខ្ញុំក៏អរឲ្យខ្ញុំបន្តការសិក្សាទៀតដែរពេលនោះឲ្យខ្ញុំដើរឡានជាមួយនឹងលោកពូបើនិយាយពីអារម្មណ៍របស់ខ្ញុំក៏ខ្ញុំអត់ចង់ដើរឡានជាមួយនឹងលោកពូដែរពីព្រោះមិនមែនជាការងារដែលខ្ញុំចូលចិត្តប៉ុន្តែត្រូវបខំព្រោះលទ្ធផលសិក្សារបស់ខ្ញុំគឺអត់សូវបានល្អថ្ងៃដំបូងសម្រាប់ខ្ញុំនៅពេលដែលខ្ញុំធ្វើការដើរឡាននេះខ្ញុំអត់បានរៀនតាក់ទងជាមួយនឹងច្បាប់ទម្លាប់អីទេពេលនោះខ្ញុំក៏បានងាកទៅតាមកញ្ចក់ដើម្បីមើលទេសភាពក៏ឃើញជាមួយនឹងខោអាវមួយសម្រាប់តែគេបានធ្វើការជ្រុះចោលនៅនឹងកណ្ដាលថ្នល់ពេលនោះក៏បានធ្វើការកលេចឃើញទៅមាននៅថ្មីជ្រើងក៏បានធ្វើការប្រាប់លោកពូដើម្បីឈប់ឡានអែបគៀនធ្វើការរើសខោអាវនឹងប៉ុន្តែលោកពូបែរជាមើលមុំមកខ្ញុំឲ្យដកដង្ហើមធំគាត់បន្តនិយាយមួយម៉ាត់យ៉ាងខ្លីថាកូនក្មេងនេះអត់ដឹងពីច្បាប់ទម្លាប់ហើយអត់ដឹងថានេះគឺជាគ្រោះថ្នាក់ទេគាត់ក៏បានធ្វើការនិយាយថាគាត់មានរឿងរ៉ាវកាលពី15ឆ្នាំមុនដោយសារតែខោអាវនឹងធ្វើឲ្យគាត់ចងចាំខ្ញុំពិនិត្យមើលទឹកមុខរបស់គាត់ដូចជាមិនមែនលេងសើចជាមួយនឹងខ្ញុំទេពេលនោះខ្ញុំក៏បានធ្វើការសួរតែម្ដងថាតើនៅឆ្នាំនោះមានបញ្ហាអីទេលោកពូនៅក្នុងឆ្នាំនោះវាជាថ្ងៃទី1ដែលខ្ញុំបានដើរឡានខ្ញុំសប្បាយចិត្តខ្លាំងណាស់ធ្វើការងារទាំងសប្បាយរីកហើយក៏មានដឹកមិត្តភ័ក្តិជាទីស្រឡាញ់របស់ខ្ញុំទៅជាមួយផងដែរពួកយើងនិយាយគ្នាតាមផ្លូវនិយាយបដើសើចបដើពេលនោះមិត្តភ័ក្តិក៏បានធ្វើការកលេចមើលទៅតាមបង្អួចកញ្ចក់ឡានក៏បានឃើញខោអាវមួយសម្រាប់មើលទៅថ្មីហើយវាជាប្រភេទខោអាវដែលកម្រនឹងរកទិញបានគាត់ក៏បានធ្វើការឲ្យខ្ញុំអែបឡានចោះហើយគាត់ក៏បានធ្វើការចោះទៅរើអាវនឹងគាត់សប្បាយចិត្តខ្លាំងណាស់ពីព្រោះអាវនឹងល្មមនឹងគាត់ពេលនោះខ្ញុំនៅលើឡានខ្ញុំក៏អត់បានសប្បាយចិត្តនឹងរឿងរើសខោអាវនឹងដែរក៏បញ្ញាប់ឲ្យគាត់ឡើងឡានមកដើម្បីយកបានឲ្យគេគាត់មិនបាននិយាយច្រើនទេក៏យកអាវនឹងពាក់ដោយគ្រាន់តែគាត់ពាក់ភ្លាមស្រាប់តែមានឡានមួយមកបុកគាត់ពេញមួយទំហឹងពីបាបពរនីអារម្មណ៍នឹងខ្ញុំស្ថិតនៅក្នុងហេតុការណ៍នឹងខ្ញុំឃើញពេញភ្នែកធ្វើឲ្យខ្ញុំចងចាំមកដល់សប្តាហ៍ថ្ងៃនេះពេលនោះខ្ញុំមិនដឹងថាត្រូវធ្វើអ្វីមុនហើយត្រូវធ្វើយ៉ាងណាត្រូវខលហៅឡានពេទ្យឬក៏យ៉ាងណាពេលនោះខ្ញុំគិតមួយសបកខ្ញុំក៏បានធ្វើការចោះទៅមើលមិត្តភ័ក្តិរបស់ខ្ញុំបំរុងនឹងជួយគេក៏ប៉ុន្តែគ្រប់យ៉ាងត្រូវបានហួសពេលនៅពេលដែលឡាននោះមកបុកគាត់ភ្លាមធ្វើឲ្យគាត់បើងចូលទៅខាងក្រោមឡាននឹងកិនគាត់ខ្លួនរបស់គាត់ដាច់ជាពី3កណាត់មិនដឹងថារស់ឬក៏ស្លាប់ទេពេលនោះខ្ញុំមានអត្រាថាគាត់រស់ពិតជាតិចខ្លាំងមែនទែនពីព្រោះក្បាលរបស់គាត់ត្រូវបានប៉ះទង្គិចយ៉ាងធ្ងន់ជាមួយនឹងកង់ឡានខ្លួនរបស់គាត់ត្រូវដាច់ស្ទើរតែទាំងស្រុងទីបំផុតខ្ញុំក៏បានបាត់បង់មិត្តភ័ក្តិជាទីស្រឡាញ់របស់ខ្ញុំចាប់ពីពេលនោះមកក្រោយមកទៅខ្ញុំដឹងថារឿងដែលគេយកកៅអៅយកមកដាក់បោះចោលនៅកន្លែងកណ្ដាលខ្នល់ហ្នឹងគឺបែបនេះអ្នកដែលគាត់មានគ្រោះចង្រៃវិសនឹងផុតបាត់ជីវិតគឺគេមានជំនឿយកកៅអៅហ្នឹងយកមកបោះចោលនៅកណ្ដាលផ្លូវដើម្បីឲ្យឡានកិនហើយបើសិនជាអ្នកដែលគាត់រើសកៅអៅនឹងយកមកពាក់អ្នកនោះហើយគឺជាអ្នកដែលត្រូវទទួលនៅកម្មស្លាប់នឹងឯងរឿងយើងត្រូវបានចប់បាយបាយ